ជំរាបសួរមកជួបជាមួយខ្ញុំទៀតហើយបងប្អូនជាទីស្រឡាញ់ទាំងអស់គ្នាចាថ្ងៃហ្នឹងតើមានអ្វីដើម្បីមកចែករំលែកបងប្អូនជាទីស្រឡាញ់និយាយទៅចាខ្ញុំចេះព្យាយាមនឹងចេញមកដើម្បីចាជំហានទី1គឺឲ្យបងប្អូនដឹងបងប្អូនស្គាល់ថាខ្ញុំនឹងជានរណាចាខ្ញុំជានរណាសំខាន់ចាខ្ញុំរកស៊ីនៅលើអនឡាញបងប្អូនចារកស៊ីនៅលើអនឡាញអញ្ចឹងហើយអ្វីដែលខ្ញុំបានមកចែករំលែកនេះគឺអ្វីដែលខ្ញុំបានរៀនមកកន្លងចាមេរៀនជីវិតដែលខ្ញុំបានចារៀនហើយបានអនុវត្តហើយឃើញថាចាប់ពេលដែលខ្ញុំបានរៀនខ្ញុំបានអនុវត្តទៅធ្វើឲ្យចាផ្លូវចិត្តរបស់ខ្ញុំដួងចិត្តរបស់ខ្ញុំចាមានសេចក្តីសុខជាងមុនបងប្អូនចាទោះបីជាយើងមិនទាន់មានទ្រព្យធនធានដោយអ្វីដែលយើងប្រាថ្នាចាប៉ុន្តែសំខាន់ជីវិតរបស់យើងចាយើងមានគោលដៅច្បាស់លាស់គោលដៅប្រចាំថ្ងៃគោលដៅប្រចាំអាទិត្យគោលដៅប្រចាំខែចាទោះបីជាគោលដៅនោះចានៅឆ្ងាយនៅចិត្តយ៉ាងណាប៉ុន្តែយើងមានគោលដៅជីវិតចាពាក្យថាមានគោលដៅនៃជីវិតនេះបងប្អូនចាប្រៀបដូចជាបើនិយាយពីរឿងគោលដៅបងប្អូនចាមនុស្សម្នាក់បើសិនជាមិនមានគោលដៅបងប្អូនចាសម័យមើលពេលបើបងប្អូនទៅផ្សារដែលបងប្អូនអត់មានគោលដៅអត់ដឹងថាថ្ងៃហ្នឹងចាចង់ញ៉ាំអីស្លអីចាពេលដែលបងប្អូនទៅផ្សារបើសិនជាបងអត់មានគោលដៅពីផ្ទះទៅបងប្អូនទៅដល់ផ្សារហើយចារេរាដើរទៅដើរមក4 10ត្រឡប់អត់ដឹងថាត្រូវធ្វើម្ហូបអីទេបងប្អូនអត់ដឹងថាត្រូវទិញអីធ្វើអីទេប៉ុន្តែបើសិនជាយើងមានគោលដៅពិតប្រាកដច្បាស់លាស់យើងដឹងថាថ្ងៃហ្នឹងខ្ញុំចង់ញ៉ាំស្លកាកូអញ្ចឹងគ្រាន់តែយើងទៅដល់ផ្សារចាយើងទិញមានត្រីអីយើងចង់ស្លកាកូយើងចង់ដាក់ត្រីអីត្រីឆ្លាំងឬក៏ត្រីម្ដែងចាយើងទៅដល់យើងទិញត្រីម្ដែងមកចាឬក៏ត្រីឆ្លាំងមកស្រាក់ចំណូលចិត្តហើយបន្លែកាកូចាបន្លែកាកូបងចាំញ៉ាំកាកូអីចាកាកូត្រប់កាកូកូនដូងឬក៏កាកូបន្លែចម្រុះចាបងទៅដល់ទិញពឹបមកដល់ផ្ទះបានស្លចាចំណេញពេលវេលាទៀតចាចំណេញពេលវេលាហើយអត់មានទៅពិបាកគិតច្រើនទេបងប្អូនចាមកដល់គឺយើងធ្វើម្ហូបពឹបបានញ៉ាំចែកគ្រួសារញ៉ាំចាជីវិតរបស់យើងក៏ដូចគ្នាចាបើសិនជាយើងអត់ដឹងថាជីវិតរបស់យើងដំណើរជីវិតរបស់យើងរស់មួយថ្ងៃនេះយើងចាធ្វើដំណើរទៅយើងចង់បានអីយើងប្រាថ្នាអីឲ្យពិតប្រាកដយើងក៏ចាជីវិតរបស់យើងក៏ខាត់ពេលចាដើរទៅក៏ខាត់ពេលដែរបងប្អូនចាខាត់ពេលធ្វើអានេះមកចប់ធ្វើអានោះមកចប់អត់ចំពោះចាហៅមកថាមុខរបរនេះគេគិតថារបរនេះរត់ទៅបានលុយចាយើងទៅធ្វើដូចគេរត់ទៅធ្វើដូចគេអត់បានចាគេធ្វើបានយើងធ្វើអត់បានតែពេលគេថាអានោះទៀតយើងរត់ទៅអានោះទៀតចាអត់ច្បាស់លាស់អត់ពិតប្រាកដអញ្ចឹងក៏យើងអត់បានផលដែរចាអត់បានផលទេប៉ុន្តែបើសិនជាយើងចាមានគោលដៅច្បាស់លាស់ពិតប្រាកដយើងធ្វើទៅចាអត់វង្វេងផ្លូវហើយជោគជ័យលឿនបងប្អូនចាពេលថាជោគជ័យនេះបងប្អូនចាបងប្អូនកុំច្រឡំកុំថាជោគជ័យនឹងមិនមានលុយមានគ្រប់យ៉ាងអស់ចាហើយមែនចាអត់សំដៅទៅលើរឿងហ្នឹងទេបងប្អូនចាសូម្បីតែខ្ញុំធ្លាប់តែជាមនុស្សសើកសេតត្រុយខ្ញុំអត់ដែលមានចាអត់ដែលចេះបញ្ចេញនៅមុខកាមេរ៉ាឲ្យបងប្អូនបានដឹងបានស្គាល់ថាខ្ញុំជានរណាពេលដែលខ្ញុំក្លាហានខ្ញុំបោះចោលនៅភាពភ័យខ្លាចខ្ញុំចេញនៅមុខកាមេរ៉ាខ្ញុំអាចចែករំលែកនៅបទពិសោធន៍ដែលខ្ញុំបានជួបហើយខ្ញុំយកមកចែករំលែកបងប្អូនស្ដាប់ហើយសប្បាយចិត្តមានក្តីសុខអាហ្នឹងក៏ជាភាពជោគជ័យរបស់ខ្ញុំមួយដែរបងប្អូនចាសម្រាប់ភាពជោគជ័យនេះគឺអត់ដូចគ្នាទេចាសំបីតែចាឧទាហរណ៍ថាបងប្អូនធ្វើមិនល្អបងប្អូនទម្លាប់ត្រាម៉ាលទ្ធផលរបស់បងប្អូនជាអ្វីអាហ្នឹងក៏ជាភាពជោគជ័យដែរជោគជ័យរបស់បងប្អូនចឹងឧទាហរណ៍ថាបងប្អូនទម្លាប់សែតទម្លាប់ខ្ជិលទម្លាប់ធ្វើការងារលេះលោះទម្លាប់ចាំសិនលទ្ធផលរបស់បងប្អូនមិនអត់មានលុយក្នុងប៉ៅអត់សូវមានក្តីសុខក្នុងគ្រួសារជួបតែរឿងសែតរឿងត្រាម៉ាអាហ្នឹងជាភាពជោគជ័យបងប្អូនណាចាជោគជ័យនៅអ្វីដែលបងប្អូនបានដាំបានសាបព្រោះហ្នឹងចាអញ្ចឹងបានបងប្អូនកុំឆ្ងល់ហើយបងប្អូនមិនបាច់ចាំគិតថាខ្ញុំនឹងវាមិនចាគ្រាន់តែថាអ្វីដែលខ្ញុំនិយាយទៅល្អចាបងប្អូនអាចរើសមកអនុវត្តបានចាបងប្អូនរើសមកអនុវត្តទៅចាព្រោះអីខ្ញុំពេលដែលខ្ញុំចែករំលែកពេលដែលខ្ញុំបានសាងពេលដែលខ្ញុំបានអនុវត្តទទួលបានផលហើយពេលដែលបងប្អូនគាត់បានអនុវត្តដូចខ្ញុំដែលគាត់ព្រមទម្លាក់ព្រមដាក់ចោលហើយព្រមជឿនៅអ្វីដែលខ្ញុំនិយាយចាគាត់ធ្វើទុកយ៉ាងបងប្អូនចាកន្លឹះបទពិសោធន៍មេរៀនជីវិតនេះម្នាក់ដើរមកគឺអត់ដូចគ្នាទេចាប៉ុន្តែសម្រាប់បទពិសោធន៍ខ្ញុំជឿថាម្នាក់គឺមានគ្រប់គ្នាបងប្អូនចាគ្រាន់តែមានតិចនិងមានច្រើនហើយសម្រាប់ខ្ញុំក៏ចឹងដែរចាមុននឹងខ្ញុំអាចមកចែករំលែកបងប្អូនជាទីស្រឡាញ់នឹងបានបទពិសោធន៍សុខសាច់បងប្អូនចាបទពិសោធន៍សុខសាច់ប៉ុន្តែហេតុអីក៏ខ្ញុំអាចមកញញឹមបានអាចមកនិយាយបានអាចមកចាបញ្ចេញឲ្យបងប្អូនស្គាល់បានដឹងចាដូច
ដូចខ្ញុំនិយាយថាមនុស្សម្នាក់ត្រូវតែមានគោលដៅចាអញ្ចឹងគោលដៅសំខាន់របស់ខ្ញុំចារាល់ថ្ងៃខ្ញុំមានគោលដៅចំពោះខ្លួនឯងថាខ្ញុំគឺត្រូវតែចេញវីដេអូទោះបីរវល់ទំនេរប៉ុណ្ណាមួយថ្ងៃឲ្យបានមួយคลิปចាមួយថ្ងៃឲ្យបានមួយคลิปទោះបីជាអមថាពេលខ្លះខ្ញុំឆ្លៀតអត់បានក៏នៅតែមានឱកាសណាមួយគឺខ្ញុំត្រូវតែចេញមកចាខ្ញុំត្រូវតែចេញមកអានេះជាគោលដៅរបស់ខ្ញុំមួយចាហើយខ្ញុំបានធ្វើមកចាអស់រយៈពេល3ខែបងប្អូនចា3ខែអញ្ចឹងក៏ជាភាពជោគជ័យរបស់ខ្ញុំមួយដែរហើយសំខាន់លទ្ធផលចាពេលដែលយើងធ្វើទៅចាយើងមានលទ្ធផលបែបណាចាបងប្អូនខមមិនពាក្យល្អបងប្អូនខមមិនថាបងប្អូនចូលចិត្តនឹងការនិយាយរបស់ខ្ញុំចូលចិត្តហើយនឹងការចែករំលែករបស់ខ្ញុំហើយខ្ញុំអនុវត្តតាមទៅបានផលពិតចាអានឹងក៏ជាភាពជោគជ័យខ្ញុំសប្បាយចិត្តដែរបងប្អូនចាសប្បាយចិត្តអញ្ចឹងបានថាចាហើយសម្រាប់មេរៀនជីវិតនេះបងប្អូនចាអត់មានចាំបាច់ទៅរៀនដូចយើងទៅរៀនចាអនុបណ្ឌិតវិទ្យាល័យសាកលវិទ្យាល័យអីទេបងប្អូនចាហើយខ្ញុំក៏មិនមែនអ្នកចេះដឹងដែរចាខ្ញុំរៀនបានតែត្រឹមថ្នាក់ទី9ទេបងប្អូនចាប៉ុន្តែគ្រាន់តែខ្ញុំចាអនុវត្តការអនុវត្តរបស់ខ្ញុំចាដែលខ្ញុំធ្លាប់តែជាមនុស្សតូចទាបជាមនុស្សគិតអវិជ្ជមានចាគិតអវិជ្ជមានចំពោះខ្លួនឯងអត់ដែលបានទៅធ្វើអីអ្នកណាទេបងប្អូនចាប៉ុន្តែគ្រាន់តែគិតអវិជ្ជមានចំពោះខ្លួនឯងមិនឲ្យតម្លៃខ្លួនឯងមិនដែលចេះស្រឡាញ់ខ្លួនឯងមិនចេះសំណឹកដឹងគុណអ្វីដែលយើងកំពុងតែមានមិនថាតិចក្តីច្រើនក្តីចាប៉ុន្តែពេលដែលខ្ញុំបានស្គាល់បានយល់បានរៀនអំពីច្បាប់នៃការស្រូបទាញខ្ញុំចេះចាធ្វើការសំណឹកដឹងគុណខ្ញុំចេះផ្ដល់ក្តីស្រឡាញ់ឲ្យខ្លួនឯងផ្ដល់ក្តីស្រឡាញ់ឲ្យមនុស្សជុំវិញខ្លួនជាពិសេសចាគឺស្នាមញញឹមពាក្យពេចន៍និយាយទោះបីជាពេលខ្លះចាខ្ញុំអត់តន់ទម្លាក់ចោលទាំងអស់ព្រោះអីមនុស្សលោកបងប្អូនចាចិត្តខឹងចំណែនស្អប់នៅតែងតែនៅតែមានប៉ុន្តែនេះជាមេរៀនខ្ញុំតែងតែព្យាយាមទម្លាក់រឿយចាដោយសារការធ្វើសមាធិដោយសារការប្រូក្រាមខ្លួនឯងបែបណាចាប្រូក្រាមនៅពាក្យតដែលដែលយើងប្រាថ្នាចង់បានបដូរនៅវិធីនៃការគិតចាព្រោះអីចិត្តរបស់យើងចាមាននីតិគិតហើយបើសិនជាយើងមិនដឹកនាំចិត្តយើងឲ្យទៅគិតនៅរឿងល្អចិត្តរបស់យើងនឹងនាំយើងទៅដឹកនាំគិតនៅរឿងដែលមិនល្អរឿងដែលមិនអាចទៅរួចចាដូចសង្គម social media រាល់ថ្ងៃចារឿងបញ្ហាគ្រោះធម្មជាតិគ្រប់យ៉ាងចាដូចជារំជួយដីអីអញ្ចឹងចាចំណាយើងគិតរឿងល្អសុខចិត្តរបស់យើងចានាំទៅគិតអារឿងភ័យរឿងទុកព្រួយរឿងគ្រប់យ៉ាងចាបើប៉ុន្តែពេលដែលយើងចារលឹកដឹងខ្លួនតាន់យើងទាញមកយើងមកទាញមកវិញចាទាញមកគិតនៅរឿងល្អគិតនៅរឿងអ្វីដែលយើងប្រាថ្នាចង់បានចាចឹងមកថាសម្រាប់ជីវិតមួយនេះសម្រាប់ការគិតមួយនេះបងប្អូនចាព្យាយាមដូចយើងព្យាយាមចិញ្ចឹមមើលថែកូនចឹងបងប្អូនចាបង្រៀនគាត់សពគ្រប់បង្រៀនតាំងពីការដើរបង្រៀនតាំងពីការញ៉ាំបង្រៀនតាំងពីការគោរពបដិបត្តិអីផ្សេងចាចិត្តរបស់យើងក៏ដូចគ្នាត្រូវការចាអាហារត្រូវការបង្រៀនត្រូវការវឹកហាត់រឿយចាឲ្យដូចជាប្រៀបដូចជាយើងចាអត់ញ៉ាំបាយអត់បានអត់ងូតទឹកអត់បានហើយសម្រាប់ចារីករាយមានក្តីសុខនេះក៏យើងទម្លាប់រឿយចាព្រោះអីចិត្តរបស់យើងនេះវាងាយណាស់បងប្អូនចាប្រៀបដូចជាយើងស្ដាប់ចម្រៀងចឹងបើសិនជាយើងស្ដាប់ចម្រៀងកំដរអារម្មណ៍ចារីកចម្រៀងសบายចិត្តចម្រៀងញាក់កន្ត្រាក់អារម្មណ៍ចាធ្វើឲ្យដួងចិត្តរបស់យើងចាសบายរីករាយទៅនឹងបទចម្រៀងតែបើសិនជាយើងស្ដាប់នៅបទណាដែលសែតទុកព្រួយទុកភ័យចាអូយើងដាក់អារម្មណ៍ឆ្លងទៅដល់បទចម្រៀងនឹងទាញអត់ចង់មកទេបងប្អូនចាចឹងបានថាការគិតរបស់យើងនេះសំខាន់ណាស់ហើយការគិតរបស់យើងនេះក៏ប្រៀបដូចជាកញ្ចក់ចាដូចជារូបភាពដែលបងប្អូនកំពុងតែឃើញខ្ញុំចាខ្ញុំញញឹមចាញញឹមដាក់កាមេរ៉ាអញ្ចឹងបងប្អូនឃើញរូបភាពខ្ញុំញញឹមតែបើបងប្អូនចាទៅគិតរឿងសែតបងប្អូនក៏តាក់ទាញនៅរឿងសែតចារឿងតែមិនចាសួស្តីបងប្អូនជាទីស្រឡាញ់ទាំងអស់គ្នាថ្ងៃនេះអ្នកលក់មកបង្ហាញម៉ូតថ្មីទៀតហើយបងប្អូនចាស្អាតតែម៉ូតនេះពាក់បានពី45គីឡូដល់60គីឡូបងស្អាតខ្លាំងប្រភេទអវ៉ាន់ថៃបងម៉ូតនេះសាច់ស្អាតស្រួលពាក់សាច់យឺតបងចឹងសម្រាប់បងដែលគាត់ចង់បានអវ៉ាន់យកទៅលក់បន្តមិនថាបងទិញដុំឬក៏ទិញរាយបងអាចធ្វើការកម្មងបានបងសម្រាប់បងដែលត្រូវការយកអីវ៉ាន់ដែលទៅចូលស្តុកថ្មីចូលរាល់ថ្ងៃបងប្អូនចាមិនថាខោមិនថាអាវនិយាយទៅគ្រប់ម៉ូតបងអាចធ្វើការកម្មងបាននៅក្នុងเพจសវណ្ណីបោះដុំកៅអូឡ িম্প ិកនិង KT បោះដុំអូឡ িম্প ិកបងប្អូនចាអាហ្នឹងកូនខ្ញុំគាត់ត្រៀមនៅផ្សារអញ្ចឹងបងអាចធ្វើការកម្មងបានទាំងเพจទាំងពីរដែលខ្ញុំដាក់ logo នៅលើហ្នឹងអរគុណច្រើនសម្រាប់បងដែលស្រឡាញ់គាំទ្រចូលចិត្តបងឲ្យបានមានគុណភាពខ្ពស់បងយកទៅយ៉ាងមានទំនុក